រុនសួស្តីជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នានៅទស្សនវិជ្ជាមួយដែលខ្ញុំជិះកង់តាមផ្លូវឃើញតែចៃដន្យគឺបងប្អូនអ្នកភូមិមួយរូបគឺបងប្អូនប្រុសមួយរូបហ្នឹងគឺគាត់ឆ្លៀតប្រកបរបរឡើងថ្នោតបន្ថែមពីលើកិច្ចការងារប្រចាំថ្ងៃរបស់គាត់នៅពេលនេះវេលាម៉ោងប្រមាណ6ព្រឹកស្របតាមដងទន្លេសាបអមដោយវាលស្រែដែលពោពេញទៅដោយផ្កាឈូកនិងផ្លែឈូកដ៏ស្រស់ត្រកាលមានដើមត្នោតមួយដើមដែលអមដុះលូតចេញពីចិញ្ចើមផ្លូវហាក់បីដូចជាទីកន្លែងដ៏ពិសេសមួយសម្រាប់ផ្ដល់នៅទឹកត្នោតដែលមានឱជារសឆ្ងាញ់ដល់បងប្រុសមួយរូបដែលគាត់ពឹងអាស្រ័យទៅលើការប្រមូលទឹកត្នោតនេះដើម្បីយកទៅលក់និងចែកចាយខ្ញុំសូមជម្រាបថាដោយបងប្អូនបានជម្រាបហើយថាដើមត្នោតសម្រាប់កម្ពុជាយើងគឺជាប្រភេទរុក្ខជាតិដែលមានផលប្រយោជន៍ជាច្រើនមុខចំពោះដើមត្នោតតាំងពីឫសរហូតទៅដល់ស្លឹកឫសគឺអាចយកធ្វើជាឱសថដើមត្នោតអាចធ្វើជាទូកត្នោតធ្វើជាគ្រឿងសម្រាប់កសាងផ្ទះសម្បែងគ្រឿងសង្ហារិមនិងឧបករណ៍ផ្សេងជាដើមក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនខ្មែរយើងធាងស្លឹកអាចធ្វើសម្រាប់ធាងធ្វើជាអុសហើយស្លឹកធ្វើជាដេរធ្វើជាអាចប្រក់ធ្វើជាដំបូលឬក៏ជាជាងផ្កាត្នោតអាចក៏ជាឱសថបាទហើយទឹកត្នោតមានឱជារសឈ្ងុយឆ្ងាញ់អាចទទួលទានបានទាំងស្រស់ធ្វើជាទឹកត្នោតជូរព្រមទាំងរងាស់ធ្វើជាស្ករដែលមានរសជាតិឈ្ងុយឆ្ងាញ់ហើយដែលគេឲ្យឈ្មោះថាជាមាសក្រហមបាទជាមាសផ្អែមផងដែរពេលខ្លះមានបងប្អូនបានឲ្យឈ្មោះយ៉ាងដូចនេះនេះជាលក្ខណៈពិសេសរបស់ដើមត្នោតហើយខ្ញុំបង្ហាញជូនបងប្អូនបានឃើញពីទស្សនវិជ្ជាដែលខ្ញុំបានឃើញបំណងសំខាន់គឺអ្វីដែលខ្ញុំបានឃើញបងប្អូនក៏នឹងឃើញតែការចាប់អារម្មណ៍របស់បងប្អូនបែបណាក៏អាស្រ័យទៅលើបងប្អូនទៅតាមចំណង់ចំណូលចិត្តរឿងខ្លួនចុះចំពោះបងប្អូនដែលចូលចិត្តអ្វីផ្សេងក៏អញ្ជើញស្វែងរកឬក៏ទស្សនាទៅតាមភាពជាក់ស្ដែងខ្ញុំក៏បានជជែកលេងជាមួយបងប្រុសក្រោយពីគាត់បានដាក់ទឹកត្នោតមកគាត់បានរៃរ៉ាប់ប្រាប់ពីចំនួនទឹកត្នោតដែលគាត់រកបានតែគាត់អាចប្រមូលបានក៏ដូចជាចែកចាយសម្រាប់លក់ដូរបន្តទៅទៀតបាទបងប្អូនសូមអរគុណចឹងជួបជាមួយនឹងគាត់ផ្ទាល់នេះពេលបន្តិចទៀតនេះបាទសូមអរគុណបាទបងប្អូនមុខរបរការឡើងត្នោតគឺជាការតស៊ូព្យាយាមអត់ធ្មត់និងប្រឈមនឹងហានិភ័យខ្ពស់ផងដែរបើសិនហ៊ានតែប្រហែសបន្តិចអាចមានគ្រោះថ្នាក់រហូតទៅដល់អាយុជីវិតដូច្នេះហើយយើងមើលទៅហាក់បីដូចជាងាយស្រួលក៏ប៉ុន្តែមិនការជាក់ស្ដែងមិនងាយស្រួលដូចអ្វីដែលយើងបានគិតនោះទេគឺទាមទារឲ្យមានជំនាញហើយដើម្បីផលិតឬក៏ទទួលបានដំណក់ទឹកមួយតក់ពីការត្នោតក៏ទាមទារនៅការព្យាយាមអត់ធ្មត់និងព្រមទាំងចេះនៅបច្ចេកទេសផងដែរទើបអាចគៀបនិងកាត់ក៏ដូចជាច្រឹបដើម្បីឲ្យទឹកត្នោត
អាចចេញមកបានខ្ញុំផ្ទាល់នៅពីក្មេងធ្លាប់អនុវត្តការឡើងថ្នោតនេះដែរប៉ុន្តែមិនងាយប្រហែលទេហើយគាត់ទទួលបានផលនឹងក៏តិចតួចដែរហើយខ្ញុំសូមសរសើរបងអូនប្រុសម្នាក់នេះគឺគាត់ឆ្លៀតក្រៅពីការងារប្រចាំថ្ងៃគឺគាត់បានឡើងថ្នោតទទួលបាននៅទឹកថ្នោតច្រើនមែនតើក្នុងមួយដើមនេះគឺខ្ញុំបានឃើញផ្ទាល់នោះគឺទឹកថ្នោតច្រើនគួរសមយកទៅងាស់ស្គាល់ទឹកថ្នោតជូរគឺផ្អែមស្គាល់ក៏ងាស់ផ្អែមក៏លក់អូទឹកថ្នោតផ្អែមផ្អែមហ្នឹងណាគេលក់នៅណាបងនោះផ្ទះខ្ញុំនោះអូដាក់លក់អស់ណាបាទពីយករងថ្ងៃអូមួយស្លាមក5លីត្រ1លីត្រអូផ្អែមយើងអត់ពិបាកហត់ធ្វើផងទេប៉ុន្តែយើងដាក់ស្បៃច្រោះទៅហើយផ្អែមយើងថតអត់យើងជូរហើយ1លីត្រលក់បានប៉ុន្មាន4000ទេ 3000មួយថ្ងៃបាន1លីត្រអូនឡើងមួយដងវាជា10លីត្រជា20លីត្រអូមួយថ្ងៃឬក៏ដាក់ប៉ុន្មានដងមួយថ្ងៃថ្ងៃ2ដងអូមួយថ្ងៃ2ដងព្រឹកម្ដងងាយម្ដងណាបាទអូចុះល្ងាចលក់មិនទៅងាយខ្លះសេអត់ខ្លះសេទេងាយបើគេមកហូបវាទិញទៅបើគេអត់ទៅទិញងាស់ស្ករអូចុះមកងាស់ស្ករខ្លះដែរប៉ុណ្ណាឡើងម្ដងតែម្ដងហ្នឹងអូនបាទម្ដងបានទឹកច្រើនចូលព្រឹកល្អឆ្លៀតបាទហើយសាយអត់អីអូនអរគុណច្រើនណាអរគុណណាបងហូបមកពីក្មេងនេះដែរហ្នឹងធ្លាប់មកងាស់ស្ករមកងាស់អីមិនស្រុកតែតែឡើងទេឡើងតាមគួយជាមួយពុកខ្ញុំបងបានដុតភ្លើងទៅអីមកងាស់ហើយអរគុណណាសុខសប្បាយនេះពេលឡើងប្រទេសការងារបាទល្អកូនឆ្លៀតទៅបានចំណូលថែមបាទតិចចុះបាទបានឡើងយូរ